រួមភេទរួចគួរលាងសម្អាតតំបន់ទ្វារមាសចាញ់អត់បងប្អូនស្ត្រីដែលគាត់ចង់បានកូនគឺសំណួរគឺកើដូចភ្នំចឹងបងប្អូនអញ្ចឹងតើតើជាមួយនឹងការលាងសម្អាតតំបន់ទ្វារមាសក្រៅពេលរួមភេទឲ្យមានអីខុសទេបងប្អូនព្រោះស្ត្រីខ្លះគាត់ភ័យគាត់ខ្លាចពេលដែលគាត់លាងសម្អាតទៅមានទាំងទឹកកាមហូរមកអស់អញ្ចឹងគាត់ខ្លាចអត់មានកូនចាអញ្ចឹងជាធម្មតាការលាងសម្អាតនេះគឺលាងសម្អាតតំបន់ទ្វារមាសខាងក្រៅបងប្អូនលាងសម្អាតទាំងទឹកកាមបរោះអីផ្សេងនេះបងប្អូនព្រោះមេជីវិតគឺវាបញ្ចូលទៅក្នុងហើយបងប្អូនអញ្ចឹងយើងលាងសម្អាតនេះគឺតើតើជាមួយនឹងទឹកជាតិរំអិលទេអញ្ចឹងបងប្អូនលាងសម្អាតចេញទៅបើអត់មានការឆ្លងរោគព្រោះអីមេរោគងាយឆ្លងមែនទែនក្នុងពេលដែលបងប្អូនរួមភេទនេះដូចជាពពួកជំងឺប្រមេះជំងឺសៀកមាន់ការឆ្លងមេរោគនៅតំបន់ទ្វារមាសផ្សេងអញ្ចឹងបងប្អូនលាងសម្អាតជួយផ្ដិតវាឲ្យស្ងួតទៅហើយជាធម្មតាពេលដែលបងប្អូនរួមភេទគឺបងប្អូនការបាញ់បញ្ចូលមេជីវិតឈ្មោលគឺចូលទៅក្នុងហើយបងប្អូនកុំឲ្យតែបងប្អូនមានបញ្ហាសុខភាពណាបងប្អូនស្ត្រីខ្លះគឺមានបញ្ហាសុខភាពដូចជាធ្លាក់សរមាស់ក្លិនឬក៏មានបញ្ហាសុខភាពស្បូនណាមួយធ្វើឲ្យក្តៅពេលដែលមេជីវិតហាយទៅគឺវាធ្លាក់ចេញមកវិញអស់ហើយបងប្អូនអញ្ចឹងវាហូរមកអស់ហើយអញ្ចឹងបើសិនជាបងប្អូនមិនលាងសម្អាតក៏មេជីវិតនេះវាហូរចេញមកក្រៅដែរអញ្ចឹងលាងសម្អាតឲ្យបានត្រឹមត្រូវណាជៀសវាងការឆ្លងរោគផងដែរអរគុណ